ngày ní mà thơm hộp thì đây bạc từ có mó nó khơi taខ្លួនឯងបានទិញប៉ាហឺ3ត្រីខ្ញុំមកខ្ញុំចូលចិត្តញ៉ាំប៉ាហឺខ្លាំងមែនតែម្ដងហើយប៉ាហឺនេះឃើញមកគ្រាប់ចឹងណាបើតែញ៉ាំនៅហាងមកគ្រាប់ហ្នឹង6ឡាអញ្ចឹងយើងក៏ទៅគ្រៀងខែលដែរហ្នឹងណាអញ្ចឹងបើយើងទិញធ្វើខ្លួនឯងអាណាម៉ៃស្អាតហើយញ៉ាំទៅអត់រៀបទៀតខ្ញុំធ្លាប់តែញ៉ាំប៉ាហឺនៅកន្លែងគេញ៉ាំហើយរៀបមកយប់ទៅភ្លឺរៀបបាត់ប្រោយអញ្ចឹងបានថាប៉ាហឺនេះគឺពិបាកត្រង់ថាយើងយកមកយើងត្រូវដោះលាបការលាងប៉ាហឺរបស់ខ្ញុំគឺខ្ញុំកាត់អាខាងក្រោមនេះចេញកាត់អាខាងក្រោមហ្នឹងខ្វៀលចេញពីខ្ញុំអញ្ចឹងណាព្រោះអាខាងក្រោមហ្នឹងបើសិនជាយើងញ៉ាំក៏ញ៉ាំអត់ឆ្ងាញ់ដែរហ្នឹងដូចជាអាចវាអញ្ចឹងហើយកាត់ហើយយើងដោះលាងដោះអីឲ្យវាសស្គូអញ្ចឹងមកបានញ៉ាំទៅវាស្និទ្ធមាត់ពេលដែលយើងលាងហ្នឹងគឺយើងកំចោលសបកលាងហើយយើងយកវាយកមកកាត់កន្លះអញ្ចឹងមកស្រួលយើងដាក់ទឹកសុបពីលើយើងរួចហើយយើងទុកវាម្លាញហើយយើងយកខ្ញីជាមួយនឹងគល់ខ្ទឹមយកមកកាត់វាស្ដាំអញ្ចឹងមកបន្តមកទៀតគឺយើងយកជាមួយនឹងប្រេងខ្យងគឺខ្ញុំយកដាក់តែបន្តិចទេហើយខ្ញុំដាក់ថែមជាមួយនឹងសាចិនដែលគេហៅ cooking wine ហ្នឹងបន្តមកទៀតខ្ញុំដាក់ស្ករហើយដាក់ប៊ីចេងតិចទៅហើយជាមួយនឹងទឹកស៊ីអ៊ីវគឺជាគ្រឿងផ្សំដែលយើងអត់បានមកយើងលាយហើយយើងទុកវាម្លាយសិនទៅឥឡូវយើងមកលាយជាមួយនឹង XO sauce ម្ដង XO sauce ហ្នឹងគឺខ្ញុំទិញគីឡូស្រាប់ឯណាហើយយើងដួស XO sauce ហ្នឹងដាក់ក្នុងចានចឹងមកបន្ទាប់មកទៀតគឺយើងលាយជាមួយនឹងស្ករហើយដាក់ជាមួយនឹងប៊ីចេងដូចគ្នាហើយដាក់ចឹងហើយយើងកូរវាចូលគ្នាទៅដូចជាការស្រាច់ចឹងគ្រឿងផ្សំយើងគឺលាយហើយឥឡូវហ្នឹងដល់វគ្គយើងយកសបកប៉ៅហ៊ឺដែលយើងបានលាងហើយហ្នឹងយកមកដាក់ប៉ៅហ៊ឺចូលបន្ទាប់មកដាក់ប៉ៅហ៊ឺយើងចូលរៀបយើងត្រៀបវាចឹងហើយយើងដាក់ហូចខ្ញីបងអូនដាក់ខ្ញីហូចពីលើអញ្ចឹងឲ្យគ្រប់ប៉ៅហ៊ឺដែលយើងដាក់ចំហុយអញ្ចឹងណាបន្ទាប់មកទៀតគឺយើងយកជាមួយនឹងទឹកសោសវាហ្នឹងយកសូបពីលើវាហើយមិនបាច់សូបច្រើនពេកឯងយើងសូបតែមកសាភីកាហ្វេដូចខ្ញុំចេះមកចំហុយនេះយើងដាក់ទឹកឲ្យវាពុះសិនណាចាំយើងដាក់ប៉ៅហ៊ឺចូលប៉ៅហ៊ឺដែលខ្ញុំដាក់ខាងក្រោមហ្នឹងគឺប៉ៅហ៊ឺដែលយើងសម្រាប់ធ្វើជាមួយនឹង XO sauce បន្ទាប់ពីដាក់ប៉ៅហ៊ឺចំហុយចោលហើយគឺយើងមកឆាជាមួយនឹង XO sauce ម្ដងគឺយើងចាក់ប្រេងចូលហើយយើងឆាខ្ទឹមហ្នឹងតែខ្ទឹមហ្នឹងកុំឆាឲ្យវាឡើងក្រហមណាហើយយើងដាក់ XO ចូលទៅដូចជាការស្រាច់អីអញ្ចឹងពេលដែលប៉ៅហ៊ឺយើងឆ្អិនហើយមកដកចេញមកហើយយើងដាក់ថែមជាមួយនឹងគល់ខ្ទឹមដែលយើងបានហាន់រួចហើយហ្នឹងខ្ទឹមហ្នឹងគឺយើងដាក់ពីលើហើយកុំភ្លេចក្តៅខ្លាញ់ឲ្យក្តៅខ្លាំងយើងស្រោចពីលើគល់ខ្ទឹមហ្នឹងដើម្បីវាឈ្ងុយ XO sauce ហ្នឹងគឺយើងដកប៉ៅហ៊ឺចេញមកយើងដាក់ XO ពីលើរួចជាការស្រាច់អញ្ចឹងឥឡូវហ្នឹងដល់ពេលដែលខ្ញុំញ៉ាំហើយនិយាយពីថារសជាតិឲ្យអួយឯមែនឆ្ងាញ់សាហាវប្រៃផ្សៃហ្មងសម្រាប់អ្នកដែលគាត់អត់ចេះធ្វើប៉ៅហ៊ឺអាចមើលវីដេអូនេះបានធានាថាឆ្ងាញ់ញ៉ាំជក់មាត់ហើយមានអនាម័យទៀតដោយសារយើងធ្វើខ្លួនឯងចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ